យុវជន5នាក់រួមមានរតនាវិជ្រាធីរាកញ្ញានិងបូរ៉ាបានសម្រេចចិត្តជិះម៉ូតូឌុបគ្នាទៅបោះជំរំនៅតំបន់ភ្នំដាច់ស្រយាលមួយមេឃចាប់ផ្ដើមងឹតពួកគេក៏រកឃើញទីវាលមួយនៅក្បែរមាត់អូរដែលមើលទៅហាក់ដូចជាមានគេធ្លាប់មកបោះជំរំពីមុនមកដែរព្រោះមានស្នាមភេភ្នក់ភ្លើងចាស់ខណៈពេលកំពុងរៀបចំតង់បូរ៉ាដែលជាអ្នកចេះដឹងរឿងបុរាណបានប្រាប់ទៅមិត្តភក្តិថាគោក្នុងព្រៃកុំមាត់ខ្លាំងកុំហៅឈ្មោះគ្នាចង់ទៅណាកុំទៅម្នាក់ឯងហើយបើសំឡេងចម្លែកកុំឆ្លើយតបឲ្យសោះប៉ុន្តែធីរាដែលជាមនុស្សមិនសូវជឿក៏សើចចំអករួចក៏ស្រែកហៅឈ្មោះមិត្តភក្តិលេងពេញព្រៃនៅពាក់កណ្ដាលអាធ្រាត្រខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងលង់លក់ក្នុងតង់រៀងខ្លួនសរុបមាន3តង់ស្រាប់តែវិជ្រាភ្ញាក់ឡើងដើម្បីទៅបត់ជើងតូចពេលចេញមកក្រៅនាងស្រាប់តែឃើញតង់ទី4ពណ៌ស្លេកមួយស្ថិតនៅចម្ងាយប្រហែល5ម៉ែត្រពីពួកគេនាងគិតថាប្រហែលជាមានអ្នកទេសចរផ្សេងមកបោះចិត្តដែរប៉ុន្តែនាងចាប់ផ្ដើមព្រឺសម្បូរព្រោះតង់នោះគ្មានពន្លឺភ្លើងហើយមានក្លិនស្អុយដូចសាកសពភ្លាមនោះមានដៃខ្មៅកញីមួយលូកចេញពីក្នុងតង់ស្នោះរួចហៅឈ្មោះនាងយ៉ាងច្បាស់គឺវិជ្រាមកលេងជាមួយយើងវិជ្រាស្រែកផ្អើលដល់មិត្តភក្តិទាំងអស់នៅពេលគ្រប់គ្នាភ្ញាក់មកពួកគេឃើញធីរាដែលធ្លាប់តែមាត់រឹងកំពុងឈរថ្មឹងសម្លឹងទៅតង់ស្នោះទាំងភ្នែកសលេកលាក់ស្រាប់តែតង់ពណ៌ស្នោះចាប់ផ្ដើមហើរបាំងឡើងលើហើយលាតសន្ធឹងคล้ายជាសម្ពុតសខ្ពស់ជិតចុងឈើបង្ហាញឲ្យឃើញមុខខ្មោចស្រីម្នាក់ដែលមានមាត់រហែកដល់ត្រចៀកយុវជនទាំង5នាក់មិនបង្អង់យូរឡើយពួកគេបោះបង់ចោលសម្ភារៈទាំងអស់រត់ឡើងម៉ូតូទាំងភ័យស្លន់ស្លោពួកគេជិះកាត់យប់ងឹតរហូតដល់ភ្លឺទើបដឹងថាខ្លួនឯងបានជិះវិលជុំវិញកន្លែងដែលអស់4ម៉ោងបើមិនបានជួបលោកតាអ្នកតាចាស់ម្នាក់ជួយបង្ហាញផ្លូវទេពួកគេប្រហែលជាត្រូវខ្មោចលាក់អ៊ីនៅក្នុងព្រៃនោះជារៀងរហូតរាត្រីខែចែកមេឃខ្មៅងឹតស្លុបរកតែពន្លឺផ្កាយមួយគ្រាប់ក៏គ្មានវិបុលនិងសុភ័ក្របានធ្វើដំណើរតាមម៉ូតូកាត់តាមផ្លូវលំដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់ដោយសារតែម៉ាស៊ីនម៉ូតូមានបញ្ហានិងមេឃរកចង់ភ្លៀងពួកគេក៏សម្រេចចិត្តចូលសម្រាកនៅផ្ទះឈើបុរាណមួយខ្នងដែលមានស្លាកយីហោចាស់រហែកសរសេរថាបុផ្ទះសំណាក់មុនស្នេហ៍បន្ទាប់ពីបានបន្ទប់ស្នាក់នៅវិបុលក៏លង់លក់ទៅដោយភាពហត់នឿយប៉ុន្តែនៅម៉ោងប្រហែល2រំលងអាធ្រាត្រសុភ័ក្រស្រាប់តែភ្ញាក់ឡើងដោយសាររយសំឡេងតុកចេញពីខាងក្រោមផ្ទះវាគឺជាសំឡេងបុកអង្រែក្នុងត្បាល់យ៉ាងធ្ងន់ដោយក្តីឆ្ងល់សុភ័ក្រក៏លបមើលតាមចន្លោះក្តារកម្រាលគាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតខ្មៅកំពុងអង្គុយបុកអ្វីម្យ៉ាងអ្វីដែលរន្ធត់នោះគឺស្ត្រីនោះមិនមែនបុកល្ហុងទេប៉ុន្តែគាត់កំពុងបុកឆ្អឹងមនុស្សដែលនៅមានឈាមស្រស់ភ្នែករបស់នាងសម្លឹងត្រង់មកលើចម្រន់ដែលសុភ័ក្រកំពុងលបមើលទាំងញឹមបញ្ចេញធ្មេញខ្មៅងឹតសុភ័ក្រភ័យញ័ររន្ធត់ប្រញាប់ដាស់វិបុលឲ្យរត់ចេញនៅពេលពួកគេរត់ចុះមកដល់ដីស្រាប់តែផ្ទះសំណាក់ដែលធ្លាប់តែឃើញមានរូបរាងគ្រាន់បើកាលពីប្រលប់បែរជាคล้ายជាខ្ទមបាក់បែកកណ្ដាលព្រៃខ្មោចទៅវិញសំឡេងស្ត្រីម្នាក់បន្លឺឡើងតាមខ្យល់ថាកូនអើយកុំអើទៅអីស៊ីបុកល្ហុងម៉ែសិនអ្នកទាំងពីរខំធាក់ម៉ូតូឆេះរួចជិះរត់ទាំងមិនងាកក្រោយលុះព្រឹកឡើងទើបអ្នកភូមិប្រាប់ថាកន្លែងនោះគឺជាផ្ទះរបស់យាយម្នាក់ដែលឈួតចិត្តស្លាប់ដោយសារកូនប្រុសគាត់ត្រូវគេសម្លាប់ហើយគាត់តែងតែអង្គុយបុកគ្រឿងសក្ការៈរង់ចាំកូនត្រឡប់មកវិញជារៀងរាល់យប់